គឺជារបៀបប្រើ Excel pivot function ដើម្បី analyze data ដំបូងគឺយើងត្រូវ download យក data sheet ជា Excel យើងអាច download យកពីកន្លែងនេះ dashboard អូខេឥឡូវយើងចុចទៅលើ Excel ដើម្បី download វាមក keep open វាមក open នេះគឺជា data sheet ទាំងមូលយើងឃើញពី round ប្រមាណ round 1 to round 9ដោយសារ round 9យើងទៅតែវាទេអត់ទាន់មានទេទៅអូខេឥឡូវយើងត្រូវ select data sheet សិនដើម្បីធ្វើការវិភាគទីមួយយើងដាក់ cursor កន្លែងនេះចុងខាងឆ្វេងហើយនិងខាងលើគឺ cell នេះឯងបន្ទាប់មកចុច shift ជាមួយ control ចុច arrow ទៅខាងស្ដាំហើយ arrow ចុះទៅក្រោមយើងឃើញថា data sheet ទាំងមូលត្រូវបាន select កាលណា select ទាំងអស់ហើយយើងចុចទៅលើ insert យើងឃើញ function មួយហៅថា pivot table ចុចលើវាមកនេះអានឹងគឺ pivot table អូខេយើង shoot វាទៅ new sheet អានេះគឺជា parameter របស់វាណាឥឡូវយើងចង់រកអីយើងចង់រក province ឥឡូវ province មកខាងនេះ province មកជួបប្រឈរយើងដាក់ province មកកន្លែង column ជួបប្រឈរណាអូខេឥឡូវយើងដាក់ round មកជួប day round មក row ណាដូច្នេះ round 1 to round 9 province នេះដើម្បីស្រួលប្រៀបធៀបគ្នាពី province 1ទៅ province 1យើងមើល structural quality ណាយើងចុចវានៅក្នុង value មក structural quality វាចេញមក default វាជា30ប៉ុន្តែយើងអត់ចង់បាន30ទេគឺយើងចង់បាន average ដូច្នេះយើងចុចលើវាមកដើម្បីដូរ value វាដូរទៅជា average ណាដូច្នេះនេះគឺជា data sheet របស់យើងដោយសារលេខវាច្រើនពេកយើង select វាអញ្ចឹងយើង select វាទាំងអស់មកហើយយើងចុចទៅលើនេះឲ្យវា decimal វា2ខ្ទង់ណាយើងឃើញហើយនេះstructural quality ពីខេត្តមួយទៅខេត្តមួយក្នុង round 1ឃើញទេ18 23 7អីចឹងមកណា average វាប៉ុណ្ណេះណារហូតដល់ round 9ជិត 100% នេះព្រោះ structural quality របស់យើងពិន្ទុវាពេញគឺ50ដូច្នេះនេះគឺ40ជាងហើយចង់ 100% ហើយខេត្តនេះខេត្តមន្ទីរវិជ័យណានេះហើយបើយើងចង់ដូររកអីមួយទៀតយើងរក process ឬក៏ outcome យើងដាក់វាចូលមកដាក់ process អូខេឥឡូវយក structure ចេញវិញដើម្បីកុំឲ្យញ៉ៃញ៉ៃបបាក់មើលយើងធ្វើដូចគ្នាដាក់ value វាជា average ណា value វាជា average ហើយយើងមើលឃើញនេះprocess ណា process averages process score score របស់ process ប្រហែលជា40ណា40អានេះបាន30រូបេរី30.9ដូច្នេះជិត31ច្រើនទៅសពដែរអាហ្នឹងគឺរបៀបប្រើ pivot function នៅក្នុង Excel វា powerful ណាបើយើងចេះប្រើវា